បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបានលើកយកគាថាគុំធាតុទាំង4ដោះអំពើមនុស្សឈួតមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាគុំធាតុទាំង4ដោះអំពើមនុស្សឈួតនេះណារបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថានេះណាមកសរសៃផ្លុំដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោចខ្លួនឯងទៅណាដើម្បីដោះអំពើអំពាន់ដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាហើយយើងអាចគុំធាតុទាំង4បានណាគុំធាតុទឹកដីភ្លើងខ្យល់ណាឲ្យចូលមកក្នុងខ្លួនរបស់យើងវិញអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអ្នកមៈពៈតៈមៈពៈតៈអ្នកពៈតៈអ្នកមៈតៈអ្នកមៈពៈម្ដងទៀតអ្នកមៈពៈតៈមៈពៈតៈអ្នកពៈតៈអ្នកមៈតៈអ្នកមៈពៈអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រតាមការគួរចុះណា